ញោមអ្នកទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹង admin កូនទៀតហើយនៅក្នុងរឿងរាជនីបោកភាគទី11ចឹងកុំភ្លេចជួយចុច like ចុច subscribe ហើយក៏ចូលមក comment នៅក្រោមវីដេអូរបស់ admin ផងចឹងឥឡូវពួកយើងមកចូលសាច់រឿងរបស់យើងតែម្ដងទៅហើយចឹងការពីភាគមុនគឺគ្រប់គ្នាបានដឹងហើយថាយីរ៉ាំងគឺបានឆ្លុះគ្នាជាមួយនឹងគូហូដោយសារតែគូហូគឺគាត់ស្វែងរកឃើញរឿងការពិតគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹងការស្លាប់របស់ឪពុកគាត់ហើយគូហូគាត់ក៏បានសួរទៅយីរ៉ាំងថាមិនបានឪពុករបស់គាត់ទៅជាប់ពាក់ព័ន្ធជាមួយរឿងហ្នឹងហើយយីរ៉ាំងបានដឹងរឿងអីខ្លះឆាប់ប្រាប់គាត់ឲ្យអស់មកគ្រាន់តែថាទឹកមុខរបស់យីរ៉ាំងគឺបានប្រាប់ទៅគូហូថារឿងគឺធំជាងការគិតគូហូគឺគាត់គិតថាគាត់ទ្រាំស្ដាប់អត់បានដែរគាត់ក៏ប្រញាប់ចាក់ចេញពីបន្ទប់នឹងភ្លាមប៉ុន្តែការចាក់ចេញរបស់គូហូនៅពេលនេះគឺគាត់ដូចជាលេងត្រឡប់ក្រោយហើយគូហូគឺបានរៀបចំឲ្យបានហើយស្រេចដែលខណៈពេលនោះចែមក៏បានព្យាយាមធ្វើការខាត់គូហូដែរគាត់គឺចង់ប្រាប់គូហូពីរឿងគ្រប់យ៉ាងប៉ុន្តែគូហូគឺបានស្ដីឲ្យចែមវិញថានៅជាមួយគ្នា5ឆ្នាំហើយបែរជាលាក់រឿងនឹងដល់គាត់ហើយដែលសំខាន់ទៀតមិនមែនថាគ្មានឱកាសប្រាប់គាត់ទេប៉ុន្តែគ្រប់គ្នាគឺប្រហែលជាជ្រើសរើសអត់ប្រាប់គាត់អញ្ចឹងតែម្ដងដោយគិតថាគាត់នឹងទទួលយកគ្រប់យ៉ាងឲ្យបានដែលយីរ៉ាំងក៏បានសម្លឹងមើលគូហូដោយគ្មានអារម្មណ៍អីទាំងអស់ទឹកមុខរបស់គាត់គឺរៀបស្មើតែម្ដងហើយគាត់ក៏បានសួរគូហូថាមានឆ្ងល់អត់ថាមិនបានជឿពួកគាត់អត់ព្រមប្រាប់គូហូប៉ុន្តែសម្រាប់គូហូគឺគាត់មិនមែនចង់មានន័យថាពួកគេធ្វើនឹងគឺខុសទាំងអស់ទេប៉ុន្តែគាត់គ្រាន់តែចង់ប្រាប់ថាគាត់គឺដូចជាត្រូវបានមនុស្សដែលគាត់ទុកចិត្តបំផុតនឹងធ្វើបាបលក្ខណៈថាដូចជាចាក់ពីក្រោយខ្នងហើយក៏លាក់បាំងរឿងគ្រប់យ៉ាងឲ្យគាត់ដឹងនៅពេលនោះគឺឃើញថាចែមគាត់មានការបារម្ភខ្លាំងមែនទែនគាត់ក៏បាននិយាយថារឿងគ្រប់យ៉ាងហ្នឹងគឺជាគំនិតរបស់គាត់ទាំងអស់ប៉ុន្តែគូហូគាត់ក៏បាននិយាយដល់កំហឹងថាមកពីតែងតែធ្វើបែបហ្នឹងហើយទើបយីរ៉ាំងខ្លាចទៅជាមនុស្សអត់ចិត្តដល់ថ្នាក់ហ្នឹងហើយយីរ៉ាំងនៅពេលនោះគឺថាមុខកាន់តែស្មើថេងថែមទៀតគាត់ចង់ដឹងខ្លាំងមែនទែនថាក្នុងអារម្មណ៍របស់គូហូហ្នឹងគឺគាត់អាក្រក់ខ្លាំងបែបណាប៉ុន្តែគូហូគឺគាត់បកស្រាយអីច្រើនទេគាត់ទាញកាបូបហើយក៏ដើរចេញពីផ្ទះនឹងវឹងតែម្ដងទៅគាត់គឺមិនគិតថាគាត់នឹងត្រឡប់ក្រោយទៀតទេហើយចឹងការចាក់ចែងរបស់គូហូគឺធ្វើឲ្យចែមានការឈឺចាប់ខ្លាំងមែនទែនចំណែកយីរ៉ាំងគឺថាគាត់ធ្វើទឹកមុខស្មើប៉ុន្តែមានដឹងថាភាពស្មើថេរនៅក្នុងទឹកមុខរបស់គាត់នឹងគឺបង្ហាញថាគាត់ឈឺចាប់ខ្លាំងគ្រាន់តែគាត់មិនបង្ហាញវាចេញមកតែប៉ុណ្ណឹងហើយចឹងបន្ទាប់ពីគូហូបានចាក់ចេញពីយីរ៉ាំងហើយនឹងចែមទៅមិនមែនថាគាត់មិនធ្វើអីទេគាត់គឺបានទៅរកមេធាវីដោយរំពឹងទុកថារឿងក្តីរបស់ឪពុកគាត់នឹងគឺអាចសាររើស៊ើបក្តីមកវិញម្ដងទៀតប៉ុន្តែសារតែរឿងក្តីនឹងគឺកើតឡើងយូរឆ្នាំហើយគឺគេមិនអាចធ្វើការស៊ើបអង្កេតឡើងវិញបានទេចឹងគូហូគឺប្រើប្រាស់វិធីនឹងដើម្បីស្រាវជ្រាវរឿងឪពុករបស់គាត់បានទេខណៈពេលដែលចែមគឺគាត់មានអារម្មណ៍ថាខុសដូចគ្នានៅពេលនេះគាត់ក៏បានរៀបចំខោអាវដែលយីរ៉ាំងគឺគាត់ខំខាត់ចែមខ្លាំងមែនទែនប៉ុន្តែចែមគាត់ក៏បាននិយាយថាបន្ទាប់ពីគូហូចាក់ចេញទៅគាត់ក៏មានអារម្មណ៍ថាស្រួលដូចគ្នាហើយគាត់ចង់សុំពេលវេលាខ្លះហើយគាត់គឺចង់នៅតែម្នាក់ឯងចឹងបន្ទាប់ពីនោះមកចែមក៏បានរើខោអាវចេញម្នាក់ទៀតទៅដែលធ្វើផ្ទះរបស់យីរ៉ាំងគឺថាស្ងប់ស្ងាត់ខ្លាំងមែនទែនហើយយីរ៉ាំងនៅពេលនេះគឺត្រូវបានទុកឲ្យឯកោតែម្នាក់ឯងគ្រាន់តែថារឿងដើរមកដល់ដំណាក់កាលនេះហើយគាត់ចង់ធ្វើឲ្យដូចទៅជាពីមុនគឺប្រហែលជាពិបាកបន្តិចហើយអញ្ចឹងបន្តមកទៀតគូហូក៏បានក្លាយទៅជាមេនេជ័រនៅផ្ទះជួលមួយកន្លែងចង់បញ្ជាក់ថានៅផ្ទះជួលគេនឹងគឺគេប្រើបន្ទប់ផ្សេងគ្នាប៉ុន្តែចង្ក្រានបាយគឺគេប្រើរួមគ្នាចឹងគូហូគឺគាត់មានតួនាទីនៅពិនិត្យមើលគ្រប់យ៉ាងតែម្ដងហើយលោកអ៊ំអ្នកនេះគឺជាអតិថិជនពិសេសរបស់គាត់លក្ខណៈថាគាត់បង្ករឿងច្រើនដែរឲ្យគូហូវិលមុខគាត់គឺជាអ្នកដែលមានសុខភាពមិនសូវល្អទេប៉ុន្តែគាត់គឺចេះតែញ៉ាំនៅអ្វីដែលពេលហាងគាត់គូហូនឹងក៏បានស្ដីឲ្យគាត់ដែរប៉ុន្តែគាត់គឺធ្វើមិនដឹងហើយឥឡូវហ្នឹងគឺគាត់កំពុងតែមកទាញ៉ាំមីទៀតតែគូហូគឺបាននិយាយហើយនិយាយទៀតថាមីគឺអត់ល្អសម្រាប់សុខភាពរបស់លោកអ៊ំទេហើយដោយសារតែគូហូគឺគួរឲ្យចង់ញ៉ោះចឹងគាត់គឺខ្លាចទៅជាគោលដៅរបស់លោកអ៊ំជានិច្ចគាត់តែញ៉ោះគូហូឲ្យខឹងតែនៅពេលនេះគូហូគាត់ក៏បានប្រាប់ថាគាត់ចង់ធ្វើការសូមឲ្យលោកអ៊ំចាក់ចេញទៅចឹងលោកអ៊ំនៅពេលនេះក៏ខ្លាចទៅជាមានការងក់មួយរំពេចគាត់ក៏បានដើរចេញទៅហើយគូហូក៏មើលឃើញថាលោកអ៊ំងក់ដែរចឹងនៅពេលនោះគាត់ក៏ធ្វើជាផ្សះផ្សាមកវិញថានៅពេលល្ងាចគឺពួកយើងអាចដើរលេងជាមួយគ្នាបានដែរឬក៏អត់តែប្រកាសណាលោកអ៊ំគឺច្បាស់ជាយល់ព្រមពីព្រោះគាត់ចូលចិត្តគូហូស្រាប់ហើយគ្រាន់ថាថ្ងៃមួយហ្នឹងគឺអ្នកស្នាក់នៅគឺប្រមូលគ្នាមកប្រាប់គូហូតែម្ដងថាគេគឺបានបាត់ម្ហូបនៅក្នុងទូទឹកកកគឺត្រូវបានគេយកញ៉ាំជានិច្ចហើយមិនដឹងថាចៅនឹងគឺជានរណាគេទេពួកគាត់គឺនាំគ្នាសង្ស័យលោកអ៊ំចំណាស់ម្នាក់គាត់នេះគឺជាអ្នកដែលមានទឹកមុខស្មើថេងតែម្ដងមិនដែលចេះញញឹមដាក់អ្នកណាគេទេហើយដើរកាត់គេវិញគឺថាធ្វើដូចជាគេជាខ្យល់អាកាសចឹងគាត់សង្ស័យលោកអ៊ំម្នាក់នឹងថាជាចៅលួចម្ហូបគេញ៉ាំហើយគាត់ប្រាប់ទៅគូហូថាទៅរកចាប់អ្នកនឹងឲ្យបានពីព្រោះបើសិនជាត្រូវបានគេលួចម្ហូបរាល់ថ្ងៃបែបហ្នឹងពួកគាត់មិនក្រហើយចឹងគូហូនៅពេលនោះគឺគាត់ព្យាយាមសម្របសម្រួលដោយគិតថាវាគ្រាន់តែជាម្ហូបញ៉ាំតិចតួចធម្មតាប៉ុន្តែអ្នកស្នាក់នៅគ្រប់គ្នានឹងគឺថាមិនសុខចិត្តទេទាមទារឲ្យគូហូត្រូវទៅរកឲ្យបានចឹងគូហូគឺមានការពិបាកចិត្តខ្លាំងមែនទែនប៉ុន្តែជីវិតបែបនេះហើយគឺជាជីវិតដែលគាត់ចូលចិត្តគាត់គឺរស់នៅសាមញ្ញបែបធម្មតាយ៉ាងទម្លាប់តែម្ដងខណៈពេលនោះចែមក៏បានមកលួចមើលគាត់ដូចគ្នា
ចាំគឺមានអារម្មណ៍ថាខុសចំពោះគូហូហើយក៏តែងតែលួចមើលគូហូជានិច្ចថាការរស់នៅរបស់គូហូបែបណាដែរហើយការឈឺចាប់របស់ចែមគឺមិនមែនតិចតួចទេវាខ្លាំងក្លារហូតដល់ថ្នាក់ធ្វើចែមទៅអង្គុយញ៉ាំស្រាម្នាក់ឯងរាល់ថ្ងៃហើយចែមពិតជាបកកែរើខ្លាំងគឺគាត់ទៅអង្គុយញ៉ាំស្រានៅក្នុងហាងមួយដែលម្ចាស់ហាងគឺជាស្រីស្អាតតែម្ដងទឹកមុខសែតរបស់ចែមនឹងគឺធ្វើឲ្យម្ចាស់ហាងស្រីគាត់ចាប់អារម្មណ៍គាត់ក៏បានយកអាហារមកឲ្យចែមដែលអាហារនឹងគឺចែមអត់បានកំងទេចែមក៏កំងតែស្រាផឹកតែប៉ុណ្ណោះចឹងម្ចាស់ហាងគាត់ក៏បានប្រាប់ថាម្ហូបនឹងគឺគាត់ជាអ្នកចេញប៉ុន្តែគាត់គឺចង់ញ៉ាំស្រាជាមួយនឹងចែមដែរគាត់សង្ឃឹមថាគាត់អាចស្ដាប់រឿងរ៉ាវរបស់ចែមបានហើយចឹងបន្ទាប់ពីបានញ៉ាំស្រាជាមួយនឹងម្ចាស់ហាងស្រីនឹងគឺឃើញថាគាត់ពិតនិយាយខ្លាំងមែនទែនគាត់និយាយធ្វើឲ្យចែមមានការសប្បាយចិត្តដែលសំខាន់ទៀតពូកែលេងសើចចឹងអ្នកដែលសើចខ្លាំងយ៉ាងណានឹងក៏មានអារម្មណ៍ថាស្រស់ស្រាយតិចតួចដែរនៅពេលដែលបាននិយាយជាមួយនឹងគាត់និយាយគ្នាចុះនិយាយគ្នាឡើងនឹងក៏មានអារម្មណ៍ថាដូចជាត្រូវចិត្តគ្នាច្រើនចឹងពួកគាត់ក៏បាននិយាយគ្នាដោយការសប្បាយរីករាយទៅហើយចូលបន្តទៀតហើយមាននឹងនាំអ្នកទាំងអស់គ្នាមកមើលពីជំនួបដ៏អស្ចារ្យមួយរវាងមហាសេដ្ឋីអ្នកមានមុខមាត់ខ្លាំងនៅប្រទេសកូរ៉េក៏ដូចជាមហាសេដ្ឋីព្រៃម្នាក់នៅឯប្រទេសកូរ៉េម្ដងចង់បញ្ជាក់ថាជំនួបនេះគឺនឹងនិយាយគ្នាអំពីការបង្កើតទីក្រុងមួយដែលមានឈ្មោះថា Eco Mega City ដែលមហាសេដ្ឋីព្រៃនឹងគឺគាត់ចង់បង្កើតទីក្រុងមួយនៅឯលើវាលខ្សាច់របស់គាត់ហើយដោយសារតែនៅពេលនេះមូលនិធិជ័យត្រូវបានមើលឃើញថាជាមូលនិធិធំជាងគេនៅក្នុងប្រទេសកូរ៉េបើសិនជាពួកគាត់បានចូលរួមការបណ្ដាក់ទុនដែរគឺពិតជាល្អខ្លាំងមែនទែនហើយបើនិយាយពីក្រុមហ៊ុនផ្នែកវិស្វករវិញគឺឃើញថាអ្នកណាក៏ចាប់អារម្មណ៍ជាមួយនឹងគម្រោងនេះដែរប៉ុន្តែអ្នកត្រូវបានគេរំពឹងទុកថាពាក់ព័ន្ធជាមួយនឹងគម្រោងនេះខ្លាំងនឹងគឺជាកាំងយូស៊ុបដែលជា professor របស់យើងនឹងហើយអញ្ចឹងបើសិនជាការពិភាក្សាទទួលបានជោគជ័យគេនឹងឃើញគម្រោងមួយដ៏អស្ចារ្យកើតឡើងនៅលើវាលខ្សាច់ហើយគម្រោងនេះគឺពាក់ព័ន្ធជាមួយនឹងការផ្ដោតសំខាន់ទៅលើធម្មជាតិដែលបើទោះជាគេមិនទាន់សម្រេចចិត្តថាតើក្រុមហ៊ុនណាដែលទទួលបាន project មួយហ្នឹងគ្រាន់តែថាកាំងយូស៊ុបគឺគាត់មើលឃើញពីភាពអាចទៅរួចពីព្រោះគេក៏ធ្លាប់តាក់ទងមកគាត់ដែរតែមានន័យថាគម្រោងមួយហ្នឹងគឺផែនជាអាចធ្លាក់នៅក្នុងដៃរបស់គាត់ហើយហើយសម្រាប់យីរ៉ាំងវិញគឺគាត់បានស្វែងរកវិធីជាច្រើនដើម្បីចូលទៅចិត្តកាំងយូស៊ុបហើយនៅពេលនេះដោយសារតែក្រុមហ៊ុនកាំងយូស៊ុបកំពុងតែជ្រើសរើសបុគ្គលិកយីរ៉ាំងគឺបានស្រាវជ្រាវព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹងកាំងយូស៊ុបសៀវភៅរបស់គាត់នឹងគឺថាយីរ៉ាំងមើលឡើងចង់ជ្រូកគ្រាប់ភ្នែកហើយនៅទីបំផុតយីរ៉ាំងគឺបានបង្កើតសេណារីយ៉ូដ៏អស្ចារ្យមួយបង្កើត CV ថ្មីជ្រើដែលគាត់មានឈ្មោះថាអារីមហើយក៏បានបញ្ជូនទៅក្រុមហ៊ុនរបស់កាំងយូស៊ុបនៅពេលដែលបានឃើញ CV របស់យីរ៉ាំងគឺធ្វើឲ្យកាំងយូស៊ុបមានការចូលចិត្តខ្លាំងមែនទែនអ្វីដែលគាត់សរសេរពាក់ព័ន្ធជាមួយនឹងការបង្កើតទីក្រុងមួយនឹងគឺធ្វើឲ្យគាត់មានអារម្មណ៍ថាអស្ចារ្យហើយដោយសារតែមានអារម្មណ៍ថាចូលចិត្តនឹងគឺគាត់យក CV មកមើលតែម្ដងឃើញរូបភាពរបស់យីរ៉ាំងគឺគាត់មានអារម្មណ៍ថាមនុស្សស្រីម្នាក់ហ្នឹងគឺមានទំនុកចិត្តលើខ្លួនឯងហើយនៅទីបំផុតយីរ៉ាំងក៏បានត្រូវហៅឲ្យទៅសម្ភាសន៍នៅក្នុងក្រុមហ៊ុនដោយសារតែយីរ៉ាំងគឺគាត់សរសេរនៅក្នុង CV ថាគាត់ចង់បង្កើតទីក្រុងមួយប៉ុន្តែទីក្រុងហ្នឹងគឺមិនមែនដូចជាឋានសួគ៌ទេអញ្ចឹងនៅពេលនោះគឺគាត់ចង់សួរយីរ៉ាំងតែម្ដងថាទីក្រុងដែលយីរ៉ាំងចង់បង្កើតហ្នឹងគឺជាទីក្រុងបែបណាដោយសារតែមនុស្សគ្រប់គ្នាគឺតែងតែចង់រស់នៅក្នុងឋានសួគ៌ហើយអ្វីបានជាយីរ៉ាំងចង់បង្កើតទីក្រុងដែលមិនមែនជាឋានសួគ៌ហើយយីរ៉ាំងគឺគាត់បានឆ្លើយតបទាំងមានភាពជឿជាក់លើខ្លួនឯងថាទីក្រុងដែលគាត់បង្កើតនឹងគឺជាទីក្រុងដែលពោរពេញទៅដោយភាពសប្បាយចិត្តហើយបើនិយាយពីសម័យកាលវិញគឺគាត់ចង់ឲ្យទីក្រុងរបស់គាត់រស់នៅដូចជាកាលពីសម័យកាល1980អញ្ចឹងគ្រប់គ្នាគឺមើលទៅស្រស់ស្រាយរស់នៅដោយផ្ដោតក្តីស្រឡាញ់ឲ្យគ្នានោះហើយគឺជាទីក្រុងដែលគាត់ចង់បានហើយចង់បញ្ជាក់ថាដោយសារតែនៅក្នុង CV របស់យីរ៉ាំងគឺបានបញ្ជាក់ថាគាត់បានទៅរៀននៅឯប្រទេសអាល្លឺម៉ង់ដែលជាកន្លែងដែលកាំងយូស៊ុបទៅរៀនដូចគ្នាគ្រប់យ៉ាងគឺមើលទៅតាក់ទាញចំណាប់អារម្មណ៍របស់កាំងយូស៊ុបខ្លាំងមែនទែនហើយយីរ៉ាំងគឺគាត់បានដើរចេញពីការសម្ភាសន៍ដោយមានទំនុកចិត្តដដែលពីព្រោះគាត់ជឿជាក់ថាចំណុចរបស់គាត់អាចតាក់ទាញចិត្តរបស់កាំងយូស៊ុបបានហើយគាត់គឺជឿជាក់ 100% ថាគាត់គឺច្បាស់ជាបានជាប់ហើយបន្ទាប់ពីចេញពីសម្ភាសន៍យីរ៉ាំងក៏បានទៅលួចមើលចែម្ដងពីព្រោះចែនៅពេលនេះគឺហាក់ដូចជាកំពុងតែមានស្នេហាហើយគាត់គឺបានចំណាយពេលនៅក្នុងហាងកាហ្វេនឹងគឺអត់ព្រមចេញទៅណាទាល់តែសោះថែមទាំងជួយសម្អាតហាងឲ្យទៅម្ចាស់ស្រីនឹងទៀតហើយចំណែកឯគូហូវិញក៏គាត់តាមដានដូចគ្នាគាត់ទៅគាត់ឲ្យគេទៅតាមដានពីព្រោះគាត់នៅពេលនេះគឺអត់ទាន់ចង់ប្រឈមមុខជាមួយនឹងអ្នកណាទាំងអស់កាន់តែឃើញគេមានស្នេហាជាងទៀតក៏កាន់តែមិនហ៊ានចូលទៅប៉ុន្តែនៅពេលដែលគាត់កំពុងតែលួចមើលចែហ្នឹងគាត់ក៏បានទទួលទូរស័ព្ទមួយពីក្រុមហ៊ុនរបស់កាំងយូស៊ុបចឹងទូរស័ព្ទហ្នឹងគឺបានខលមកប្រាប់ថាគាត់គឺអត់បានជាប់នៅក្នុងការសម្ភាសន៍ទេហើយគេក៏ចូលរួមការចោទស្ដាយជាមួយគាត់ដែរហើយអញ្ចឹងការដែលមិនបានជាប់នឹងគឺជារឿងដែលគាត់មិនបានរំពឹងទុកតែម្ដងប៉ុន្តែគាត់ក៏មិនសូវជាសែនណាស់ណាដែរខណៈពេលដែលកាំងយូស៊ុបគឺគាត់កំពុងតែអង្គុយមើល CV របស់យីរ៉ាំងម្ដងហើយម្ដងទៀតហើយស្របពេលតែមួយនោះទូទួលក៏បានបញ្ចាំងពីលោករដ្ឋមន្ត្រីនៃក្រសួងដែនដីគាត់នេះហើយគឺជាអ្នកសម្របសម្រួលនៅក្នុងគម្រោងនឹងតែម្ដងគាត់នឹកឃើញគាត់ភ្លាមនឹងគឺថាកាំងយូស៊ុបគាត់ចាប់អារម្មណ៍ក៏បានស្រាវជ្រាវពីប្រវត្តិរូបរបស់គាត់នៅក្នុងអ៊ីនធឺណិតហើយនៅពេលនោះក៏បានឃើញថាយីរ៉ាំងគឺមានទំនាក់ទំនងជាមួយនឹងកូនស្រីរបស់គាត់ដោយសារតែរៀននៅក្នុងសាលាជាមួយនឹងគ្នាចឹងនៅពេលនោះកាំងយូស៊ុបគឺគាត់មានអារម្មណ៍ថាចៃដន្យខ្លាំងមែនទែនលោកស្រីម្នាក់នេះគឺគាត់អាចបានឲ្យជាប់នៅក្នុងការសម្ភាសន៍ទេប៉ុន្តែក៏ខ្លាចទៅជាថាមានទំនាក់ទំនងជាមួយកូនស្រីលោករដ្ឋមន្ត្រីគ្រប់យ៉ាងគឺវាសែនចៃដន្យដែលធ្វើឲ្យគាត់ឡើងអស់សំណើចខ្លាំងតែម្ដង
ហើយបើនិយាយពីយីរ៉ាំងវិញគាត់មាននឹងសុខចិត្តនៅពេលដែលគាត់អត់ជាប់បែបហ្នឹងគាត់ក៏បានស្កាត់ទៅរកកាំងយូស៊ុបដល់ផ្ទះដែលកាំងយូស៊ុបគឺគាត់បានបើកទ្វារទទួលយីរ៉ាំងភ្លាមតែម្ដងនៅពេលដែលចូលទៅដល់ក្នុងផ្ទះរបស់កាំងយូស៊ុបអ្វីដែលតាក់ភ្នែកយីរ៉ាំងជាងគេគឺជារូបគំនូរនៅពេលនោះយីរ៉ាំងក៏បានធ្លុយមកនិយាយថានៅទីបំផុតរូបគំនូរនឹងគឺយកមកឲ្យតតែបានប៉ុន្តែមួយស្ទុះក្រោយមកយីរ៉ាំងក៏នឹកឃើញថាខ្លួនឯងធ្លុយមកនិយាយពាក្យប្រេះប្រដាស់ទៅចឹងគាត់ក៏បានកែខ្លួនថាកាលពីថ្ងៃមុនគាត់ក៏បានទៅសារមន្ទីរនឹងដែរហើយក៏បានឃើញរូបគំនូរនឹងដូចគ្នានៅពេលដែលបានលើកបែបហ្នឹងទៅកាំងយូស៊ុបគាត់ចាប់អារម្មណ៍ថាគាត់ពិតជាធ្លាប់បានជួបជាមួយនឹងយីរ៉ាំងពិតមែននិងយីរ៉ាំងក៏ធ្លាប់ចូលទៅក្នុងកម្មវិធីរបស់គាត់ដែរនៅពេលដែលនឹកឃើញបែបហ្នឹងហើយទៅគាត់ដឹងថាយីរ៉ាំងហ្នឹងគឺងប់ជាមួយនឹងគាត់សាហាវខ្លាំងតែម្ដងហើយយីរ៉ាំងក៏បាននិយាយថាគាត់អត់យល់ទេថាម៉េចបានគាត់អត់ជាប់ការងារហ្នឹងគាត់ជឿជាក់ថាអ្វីដែលគាត់សរសេរហ្នឹងគឺល្អខ្លាំងមែនទែនពីព្រោះគាត់បានសិក្សាស្រាវជ្រាវពីសភៅរបស់កាំងយូស៊ុបទាំងមូលហើយដែលសំខាន់ទៀតសូម្បីតែការទៅរៀននៅអាល្លឺម៉ង់របស់គាត់ហ្នឹងក៏គាត់ទៅរៀនដោយសារតែកាំងយូស៊ុបដែរហើយគាត់គឺពិតជាគិតថាខ្លួនឯងធ្វើបានល្អខ្លាំងហើយបានជាគាត់អត់ជាប់ជាមួយនឹងការងារហ្នឹងហើយកាំងយូស៊ុបក៏បានបកស្រាយថាគាត់ពិតជាទទួលស្គាល់ថាអ្វីដែលយីរ៉ាំងធ្វើគឺពិតជាអស្ចារ្យខ្លាំងមែនទែនល្អជាងអ្នកម្ដាយការងារផ្សេងទៀតតែម្ដងប៉ុន្តែគាត់មិនអាចមានកាំងយូស៊ុបពីរអ្នកនៅក្នុងក្រុមហ៊ុនរបស់គាត់ទេគាត់ចង់មានន័យថាគាត់គឺត្រូវតែធ្វើជាអ្នកខ្លាំងតែម្នាក់ឯងរឿងអីដែលគាត់ព្រមឲ្យយីរ៉ាំងមកចូលធ្វើការជាមួយគាត់ទាំងដែលយីរ៉ាំងអាចមានសមត្ថភាពស្មើគាត់នឹងអញ្ចឹងយីរ៉ាំងគឺមើលឃើញថាត្រូវបានបដិសេធនៅចំពោះមុខតែម្ដងចឹងគាត់ក៏ខ្លាចទៅជាអ្នកដែលមន្ទីរចង់បានការងារខ្លាំងមែនទែនគាត់បានប្រាប់ទៅកាំងយូស៊ុបថាគាត់សុំវល់គាត់ចង់ធ្វើការជាមួយនឹងកាំងយូស៊ុបខ្លាំងទោះជាមិនមែនជាបុគ្គលិកពេញសិទ្ធគាត់ធ្វើជាបុគ្គលិកកិច្ចសន្យាក៏បានដែរសូមត្រឹមតែបានធ្វើការជាមួយនឹងកាំងយូស៊ុបគឺគាត់សុខចិត្តហើយប៉ុន្តែកាំងយូស៊ុបបន្ទាប់ពីបានស្ដាប់ហើយគាត់ក៏បានញញឹមហើយគាត់ក៏បាននិយាយថាគាត់យល់ថាយីរ៉ាំងចង់ធ្វើការជាមួយនឹងគាត់ប៉ុន្តែពេលនេះយប់ហើយយីរ៉ាំងគឺគួរតែត្រឡប់ទៅផ្ទះបានហើយហើយចឹងរឹកពីរបស់គាត់គឺហាក់ដូចជាចាប់អារម្មណ៍យីរ៉ាំងខ្លាំងតែម្ដងហើយនៅពេលដែលឃើញថាការបញ្ចូលបានសម្រេចយីរ៉ាំងក៏បានចាក់ចេញទៅវិញនៅពេលដែលយីរ៉ាំងចាក់ចេញទៅបានកាំងយូស៊ុបក៏បានញញឹមតែម្នាក់ឯងក៏ពិតគ្រប់យ៉ាងគឺជាការធ្វើតេស្តយីរ៉ាំងទាំងអស់គាត់ចង់ដឹងថាមនុស្សម្នាក់នឹងចង់ធ្វើការជាមួយនឹងគាត់ខ្លាំងយ៉ាងណាហើយក៏ឃើញថាការធ្វើតេស្តគឺបានបញ្ចប់ហើយយីរ៉ាំងគឺហាក់ដូចជាទទួលបានបន្ទុកល្អខ្លាំងតែម្ដងប៉ុន្តែសម្រាប់យីរ៉ាំងវិញនៅពេលដែលគាត់ចាក់ចេញទៅផុតពីភ្នែករបស់កាំងយូស៊ុបហើយគាត់ក៏ញញឹមគាត់ដឹងថាកាំងយូស៊ុបធ្វើគ្រប់យ៉ាងនេះគឺគាត់នៅចង់ធ្វើតេស្តគាត់ដែលសំខាន់បើសិនចង់ធ្វើតេស្តគាត់ក៏លេងតាមបែបហ្នឹងទៅគេចង់ឲ្យគាត់មកជួបមែនឥឡូវគឺគាត់មកជួបហើយសង្ឃឹមថាការមកជួបរបស់គាត់នឹងទទួលបានលទ្ធផលល្អទៅចុះហើយចាំបន្តទៀតការរំពឹងទុករបស់យីរ៉ាំងគឺបានខ្លាចជាការពិតយីរ៉ាំងគឺត្រូវបានកាំងយូស៊ុបតាក់ទងឲ្យចូលមកធ្វើការនៅពេលដែលចូលមកដល់ភ្លាមគឺគាត់អត់អាចអង់ទេគឺធ្វើការយ៉ាងសកម្មតែម្ដងដែលកាំងយូស៊ុបគឺគាត់លួចចូលចិត្តយីរ៉ាំងជាខ្លាំងសកម្មភាពរស់រវើករបស់យីរ៉ាំងគឺជាអ្វីដែលគាត់ចូលចិត្តហើយយីរ៉ាំងគឺមិនត្រឹមតែពូកែទេឆ្លាតស្អាតគឺមានគ្រប់យ៉ាងតែម្ដងកាំងយូស៊ុបគឺពិតជាយល់ថាក្មេងស្រីហ្នឹងមានប្រយោជន៍សម្រាប់គាត់ខ្លាំងមែនទែនហើយបើយើងវិលមកមើលពីចែមវិញចែមកំពុងតែមានស្នេហាដ៏ផ្អែមល្ហែមប៉ុន្តែថ្ងៃនេះគាត់ក៏ប្រទះឃើញថាស្រីដែលគាត់ស្រឡាញ់គឺកំពុងតែមានបញ្ហាជាមួយនឹងបុរសម្នាក់ដែលបុរសម្នាក់គឺបានអះអាងថាខ្លួនឯងគឺជាសង្សារចាស់ហើយសឹងនឹងវាយធ្វើបាបស្រីស្អាតអ្នកនេះហើយប៉ុន្តែចែមចូលទៅជួយទាន់ហើយចឹងសង្សារចាស់អ្នកនេះគឺបានដាស់តឿនចែមថាកុំនៅចិត្តអ្នកស្រីនឹងខ្លាំងពេកពីព្រោះជីវិតរបស់គាត់គឺថារលំរលាយដោយសារតែម្នាក់ស្រីនឹងតែម្ដងគាត់គ្រាន់តែដាស់តឿនទេហើយចឹងបន្តមកទៀតគាត់ក៏បានចាក់ចេញទៅហើយស្រីស្អាតនឹងគាត់ក៏បានរៀបរាប់រឿងគ្រប់យ៉ាងថាគាត់គឺបានជ្រុលមានផ្ទៃពោះជាមួយនឹងបុរសម្នាក់នឹងហើយបុរសម្នាក់នេះគឺមិនមែនធម្មតាទេមិនត្រឹមតែលេងល្បែងទេស្វឹងស្រារាល់ថ្ងៃហើយសំខាន់វាយគាត់ទៀតវាយគាត់រហូតដល់ថ្នាក់គាត់រលូតកូនតែម្ដងហើយគាត់និយាយបណ្ដាលគឺគាត់ស្រក់ទឹកភ្នែកបណ្ដាលដែលធ្វើឲ្យចែមគឺមានការឈឺចាប់ជំនួសគាត់តែម្ដងហើយដោយការទ្រាំមិនបានចែមក៏បានឲ្យសិស្សប្អូនរបស់គាត់ស៊ើបរកថាបុរសម្នាក់នៅកន្លែងណាហើយក៏ប្រទះឃើញថាគាត់នេះគឺជាគ្រូបដាលអាជីពតែម្ដងដែលចែមគឺអត់ឯអង្គទេនៅពេលដឹងទីកន្លែងរបស់គាត់ចែមក៏បានទៅរកបុរសម្នាក់នឹងគោលដៅរបស់គាត់គឺគ្រាន់តែចង់ឲ្យបុរសម្នាក់នឹងឈប់តាមធ្វើបាបសង្សាររបស់គាត់បើសិនជាចែមឈ្នះចែមនឹងទទួលបាននូវអ្វីដែលចែមចង់បានប៉ុន្តែបើសិនជាចែមចាញ់ចែមត្រូវឲ្យប្រាក់ទៅអតីតសង្សារនេះដល់ទៅ70លានដែលចែមក៏ទទួលយកការភ្នាល់មួយនឹងប៉ុន្តែមនុស្សធម្មតាទៅឈ្នះជាមួយនឹងគ្រូបដាលមិនកើតនៅពេលនេះគឺចែមត្រូវបានគេវាយឡើងបែកមុខទូសាច់តែម្ដងហើយក៏ចៃដន្យទូសាច់របស់ចែមបានរលចឹងចែមគឺក៏អត់បានប្រាប់ឈ្មោះពិតទៅសង្សាររបស់គាត់ទេហើយនៅពេលដឹងថាចែមកំពុងតែប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ដោយសារតែគាត់ស្រីស្អាតនឹងក៏បញ្ញាប់មកកន្លែងបដាលភ្លាមតែម្ដងប៉ុន្តែក៏មើងងាយចែមមិនសោះបើទោះជាចែមត្រូវបានវាយទូសាច់យ៉ាងណាក៏ដោយប៉ុន្តែការដែលចង់ការពារមនុស្សស្រីដែលគាត់ស្រឡាញ់នឹងគឺធ្វើឲ្យគាត់ប្រឹងអស់ពីសមត្ថភាពតែម្ដងចឹងនៅពេលនេះគឺគាត់បានដាក់គ្រូបដាលនឹងឡើងស្លាប់ស្ដោកតែម្ដងហើយនៅពេលនោះនៅលើសង្វៀនគឺមានតែចែមហើយនឹងសង្សារស្រីរបស់គាត់ទេចឹងនៅពេលដែលឃើញថាបរិមម្នាក់ព្រមធ្វើដើម្បីយើងដល់ថ្នាក់នឹងរឿងអីដែលមិនធ្វើឲ្យគាត់រំភើបចិត្តនៅទីបំផុតពួកគាត់ក៏អត់ចាំយូរដែរបើទោះជាចែមកំពុងតែមានរបួសឈឺចាប់ពេញខ្លួនក៏ដោយប៉ុន្តែនៅពេលនេះពួកគាត់បែរជាបានឃ្លីគ្នាយ៉ាង sweet តែម្ដងហើយស្នេហារបស់ចែមគឺមើលទៅភីងគួរឲ្យសរសើរ
ខណៈពេលដែលគូហូវិញគឺថាមិនអស់មិនហើយគាត់គឺនៅតែគិតដល់សម្ដីរបស់អ្នកនៅបន្ទប់ជួលគាត់ហើយនៅពេលនោះគឺគាត់ចង់ទៅយកកាមេរ៉ាមកមើលហើយក៏ពិតទៅគឺគាត់តែងតែបង្កប់កាមេរ៉ាដែលវាជាទម្លាប់ដែលគាត់តែងតែធ្វើការជាមួយនឹងយីរ៉ាំងប៉ុន្តែបើសិនជាគាត់យកកាមេរ៉ាមកមើលពិតមែនគឺឃើញថាទម្លាប់ធ្វើការជាមួយនឹងយីរ៉ាំងនឹងគឺនៅតែដដែលគាត់អត់ចង់ធ្វើការបែបនឹងទៀតទេចឹងក៏សម្រេចចិត្តទុកកាមេរ៉ានឹងអត់ព្រមមើលទេប៉ុន្តែអារម្មណ៍វិញគឺថាគេមិនលក់គឺពិតជាចង់ដឹងថានរណាដែលជាចោរគាត់ថាក្រោយមកទៀតគាត់ក៏បានឮសំឡេងសម្រាប់ជើងមនុស្សម្នាក់ដើរទៅកាន់ចង្ក្រានបាយមានន័យថាចោរកំពុងតែចេញសកម្មភាពទៀតហើយជើងមនុស្សម្នាក់ហ្នឹងគឺបានដើរទៅចង្ក្រានបាយហើយក៏បានបើកទូទឹកកកហើយក៏បានយកអាហាររបស់គេញ៉ាំហើយនៅពេលនោះចោរក៏ត្រូវបានចាប់បានប៉ុន្តែមិនមែនចាប់បានដោយគូហូទេគឺចាប់បានដោយអង្គចំណាស់ម្នាក់ដែលមុខគាត់ស្មៅថេងតែម្ដងហើយអ្នកណាក៏ខ្លាចគាត់ដែរចឹងគាត់គឺតែងតែលបចាំមើលថាអ្នកណាដែលតែងតែលួចអាហាររបស់គាត់ញ៉ាំហើយថ្ងៃនេះចោរគឺត្រូវបានចាប់បានដែលគាត់នេះហើយគឺជាអ៊ំដែលចូលចិត្តតែងតែញាស់គូហូគាត់នេះគឺតែងតែមានអារម្មណ៍ថាឃ្លានខ្លាំងមែនទែននៅពេលយប់ហើយទប់ចិត្តអត់បានទេពីព្រោះអាហាររបស់អ៊ំប្រុសឆ្ងាញ់ខ្លាំងចឹងគាត់គឺតែងតែមកលួចអាហាររបស់គេញ៉ាំរហូតហើយឥឡូវហ្នឹងគឺអ៊ំប្រុសចាប់បានចោលហើយចឹងគាត់គឺមានការខឹងខ្លាំងមែនទែនគាត់ក៏បានឆក់យកកំបិតមួយមានចេតនាថាចង់ធ្វើបាបអ៊ំប្រុសប៉ុន្តែគូហូគាត់មកដល់ទាន់គាត់ក៏បានទិញប្រអប់គីមឈីមួយដើម្បីរងកំបិតនោះជាប់ចឹងឃើញថាគ្រប់យ៉ាងគឺសុវត្ថិភាពអត់មានអ្នកណាត្រូវរបួសអីទេហើយអ៊ំប្រុសហ្នឹងគឺគាត់ខឹងគូហូខ្លាំងមែនទែនដែលមករងកំបិតរបស់គាត់ក៏បានវាសគូហូចេញនៅពេលនោះហើយដែលធ្វើឲ្យកំបិតដែលប៉ះជាមួយនឹងប្រអប់គីមឈីនឹងរបូតចេញមកហើយក៏ត្រូវដៃរបស់គូហូហើយក៏ហូរឈាមយ៉ាងច្រើនហើយអ៊ំប្រុសដែលមុននឹងគាត់បាត់សតិនឹងគាត់ក៏ចាប់ផ្ដើមដឹងខ្លួនថាខ្លួនឯងបានធ្វើអីខ្លះហើយគាត់ក៏មានការខ្លាចជាខ្លាំងហើយបើនិយាយពីអ៊ំប្រុសវិញគឺគាត់សឹងតែកាំងបេះដូងស្លាប់ហើយប៉ុន្តែគូហូបានជួយសង្គ្រោះបឋមទាន់ពេលហើយបន្តមកទៀតអ៊ំប្រុសក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបានសម្រេចចឹងគូហូនៅពេលនេះកំពុងតែសរសើរសុខទុក្ខគាត់ហើយក៏ប្រទះឃើញថាអ៊ំប្រុសគឺមិនមែនជាមនុស្សធម្មតាទេបន្ទប់ដែលគាត់ស្នាក់នៅគឺបែបបន្ទប់ VIP តែម្ដងគាត់នេះគឺជាកំពូលអ្នកមានចឹងគូហូគឺគាត់ឡើងឆ្ងល់ថាមិនបានកំពូលអ្នកមាននឹងទៅលួចអាហារគេញ៉ាំទៅវិញតែអ៊ំប្រុសគាត់ក៏បានបកស្រាយថាពីព្រោះគាត់គឺមានជំងឺវង្វេងវង្វាល់នៅពេលយប់ឡើងគឺគាត់តែងតែទៅរករបស់គេញ៉ាំដល់ដឹងខ្លួនទេដែលធៀបពិតទៅគឺគ្រប់យ៉ាងដែលគាត់ធ្វើនឹងគឺធ្វើដល់ដឹងខ្លួនហើយគាត់ពិតជាអរគុណគូហូខ្លាំងមែនទែនដែលជួយដល់គាត់អញ្ចឹងគាត់ឲ្យគូហូសុំគាត់វិញគូហូចង់បានអីក៏បានដែរគាត់នឹងឲ្យគូហូទាំងអស់ហើយចឹងនៅពេលលើកបែបហ្នឹងគឺថាគូហូគាត់ឡើងបើកភ្នែកធំតែម្ដងពីព្រោះគាត់នេះគឺមិនមែនមនុស្សធម្មតាទេគាត់គឺជាម្ចាស់មូលនិធិជ័យដែលជាមហាសេដ្ឋីប្រចាំប្រទេសកូរ៉េតែម្ដងគូហូក៏សម្រេចចិត្តថានឹងសូមការជួយពីលោកតាម្នាក់នេះហើយគាត់ជឿជាក់ថាដោយតែមានការជួយពីគាត់គ្រប់យ៉ាងគឺនឹងបានសម្រេចទាំងអស់ហើយវាយើងវិលមកមើលពីចែមវិញចែមកំពុងតែមានស្នេហាយ៉ាងសស្រាក់សស្រាំនៅពេលនេះកំពុងតែមករកអូនទៀតហើយចំការនេះគឺស័ក្តិសមជាមួយនឹងអូនរបស់គាត់ខ្លាំងមែនទែនប៉ុន្តែនៅពេលដែលម្ដងគាត់ក៏មានការស្លុតជាខ្លាំងដោយសារតែអូនរបស់គាត់កំពុងតែឲ្យប្រុសផ្សេងហើយក៏ហៅប្រុសផ្សេងថាជាបងសម្លាញ់ទៀតនោះគឺមានន័យថាសង្សារស្រីរបស់គាត់នេះគឺមិនគួរឲ្យទុកចិត្តទេគាត់ត្រូវបានគេបោកមួយទំហឹងមនុស្សចាស់តែម្ដងហើយលើកនេះគឺមិនមែនបងតែបេះដូងទេលុយ30លានហ្នឹងក៏គាត់បានឲ្យទៅស្រីស្អាតអ្នកនឹងដែរហើយនៅពេលនោះគាត់ក៏សត្វតែសម័យឃើញថាគូហូស្ដីឲ្យគាត់ហើយបន្តមកទៀតគាត់ក៏បានលឺសំឡេងយីរ៉ាំងចឹងយីរ៉ាំងនេះគឺមិនមែនជាការសម័យទេយីរ៉ាំងមកនិយាយជាមួយគាត់តែម្ដងថាត្រូវបានគេបោកបែបនេះឈឺចាប់អត់ហើយគំនិតឲ្យគេបោកទៀតទៅធ្វើការជាមួយគាត់វិញទៅចឹងទៀតពិតទៅចែមគឺអត់ចង់ធ្វើការអីទាំងអស់ប៉ុន្តែយីរ៉ាំងគឺមកអង្វរគាត់លក្ខណៈថាមកហៅគាត់ឲ្យទៅជាមួយដោយសារតែយីរ៉ាំងគឺមានតែម្នាក់ឯងហើយយីរ៉ាំងត្រូវការចែមហើយព្រោះទៅមើលទៅយីរ៉ាំងដូចជាត្រូវការគាត់ខ្លាំងចែមក៏សម្រេចចិត្តមកធ្វើការជាមួយយីរ៉ាំងវិញដែលយីរ៉ាំងនៅពេលនេះក៏បានចូលធ្វើការជាមួយនឹងកាំងយូស៊ុបដែរយីរ៉ាំងគឺតែងតែធ្វើការថែម៉ោងជានិច្ចប៉ុន្តែចែមក៏តាមដានយីរ៉ាំងឈប់តែម្ដងហើយការធ្វើការជាមួយនឹងកាំងយូស៊ុបហ្នឹងគឺយីរ៉ាំងគឺគាត់ពិនិត្យមើលពេញក្រុមហ៊ុនតែម្ដងហើយក៏ពិនិត្យមើលអ្នកដែលមកជួបជាមួយនឹងកាំងយូស៊ុបដែរហើយក៏ប្រទះឃើញថាលេខារបស់រដ្ឋមន្ត្រីម្នាក់គឺបានមកជួបជាមួយនឹងកាំងយូស៊ុបមើលទៅគម្រោងដែលចិត្តចាប់ផ្ដើមគឺគួរតែធ្លាក់ដល់ដៃរបស់កាំងយូស៊ុបហើយហើយយីរ៉ាំងគឺគាត់គិតថាផែនការរបស់គាត់រលូនខ្លាំងប៉ុន្តែអ្វីដែលគាត់អត់យល់នឹងគឺការដែលកាំងយូស៊ុបព្រមឲ្យគាត់ធ្វើការជាមួយក៏ពិតទៅគឺកាំងយូស៊ុបគាត់មានសមត្ថភាពគាត់អាចធ្វើការបែបហ្នឹងតែខ្លួនឯងក៏បានដែរមិនបាច់មានយីរ៉ាំងជួយក៏កាំងយូស៊ុបនៅតែអស្ចារ្យប៉ុន្តែកាំងយូស៊ុបបែរជាព្រមឲ្យយីរ៉ាំងនៅក្បែរខ្លួនរបស់គាត់យីរ៉ាំងគឺពិតជាស្មានអត់ដឹងទេប៉ុន្តែមិនថានៅក្រោមហេតុផលអីយីរ៉ាំងគឺនៅតែតដធ្វើការជាមួយនឹងកាំងយូស៊ុបពីព្រោះការដែលចូលទៅគៀកខ្លួនកាំងយូស៊ុបខ្លាំងប៉ុណ្ណាកាំងយូស៊ុបនឹងកាន់តែធ្លាក់អន្ទាក់របស់គាត់ខ្លាំងប៉ុណ្ណឹងដែរហើយអញ្ចឹងដំណើរការនៅក្នុងការធ្វើការរបស់យីរ៉ាំងគឺគួរឲ្យសរសើរខ្លាំងតែម្ដងប៉ុន្តែថ្ងៃមួយគាត់ឡើងលួសព្រលឹងដោយសារតែកាំងយូស៊ុបប្រាប់គាត់ថាឲ្យទៅកន្លែងមួយជាមួយនឹងគាត់ដែលកាំងយូស៊ុបអត់ព្រមប្រាប់សោះថាកន្លែងនឹងគឺជាកន្លែងណាគាត់ដាក់ឲ្យគាត់ទៅជាមួយទៅហើយឃើញថាទីតាំងដែលកាំងយូស៊ុបនាំយីរ៉ាំងទៅនឹងគឺជាសន្តាគារចឹងយីរ៉ាំងគឺគាត់ឡើងមានអារម្មណ៍ថាស្លេកមុខហើយពីព្រោះមុននឹងមកនឹងកាំងយូស៊ុបបានប្រាប់យីរ៉ាំងថាយីរ៉ាំងអាចនឹងចូលចិត្តកន្លែងហ្នឹងប៉ុន្តែនៅពេលដែលឃើញថាជាសន្តាគារបែបហ្នឹងយីរ៉ាំងគឺដូចជាមិនសូវចូលចិត្តប៉ុន្មានទេប៉ុន្តែកាំងយូស៊ុបគាត់ក៏បានប្រាប់ថា
បើចង់ត្រឡប់ក្រោយទេអាចត្រឡប់ទៅវិញបានគ្រាន់តែថានៅពេលដែលយើងលូកប្រហុកហើយយើងក៏គួរតែលូកឲ្យកប់ឃ្លាមិនអញ្ចឹងមិននឹងអាចស្អុយដៃទៅចឹងគាត់ក៏សម្រេចចិត្តនិយាយថាអត់ទេគឺគាត់នៅតែចូលទៅក្នុងសន្តាគារជាមួយនឹងកាំងយូស៊ុបដដែលហើយចេមគឺសស្រាក់សស្រាមខ្លាំងមែនទែនដែលរត់តាមយីរ៉ាំងពីព្រោះគាត់ខ្លាចថាយីរ៉ាំងនៅមានបញ្ហាអីគាត់ថាគាត់តាមយីរ៉ាំងអត់ទាន់ទេយីរ៉ាំងគឺបានចូលទៅក្នុងបន្ទប់ស៊ូតនឹងបាត់ទៅហើយយីរ៉ាំងគឺថាគាត់ខំភ័យខ្លាំងមែនទែនមិនដឹងថាមានរឿងអីទេប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងបន្ទប់គាត់ក៏ប្រទះឃើញថាការពិតទៅលោករដ្ឋមន្ត្រីក៏កំពុងតែប្រជុំជាមួយអ្នកធំផ្សេងៗទៀតនៅក្នុងបន្ទប់នឹងដូចគ្នាក្នុងនោះគឺជាលោកប្រុសម្នាក់ដែលជាអ្នកមានខ្លាំងប៉ុន្តែចរិតនឹងក៏កទើមិនអន់ដែរហើយការដែលអញ្ជើញកាំងយូស៊ុបមកគឺដោយសារតែលោកមហាសេដ្ឋីព្រៃនឹងបានរំលឹកថាគាត់ចូលចិត្តស្នាដៃរបស់កាំងយូស៊ុបខ្លាំងមែនទែនហើយក៏ចង់ឲ្យកាំងយូស៊ុបធ្វើការ design នៅក្នុងការបង្កើតទីក្រុងឲ្យគាត់ដែរនៅពេលនេះអ្វីដែលពួកគាត់កំពុងតែព្យាយាមធ្វើគឺការដែលរកអ្នកបណ្ដាក់ទុនចឹងបន្ទាប់ពីលោករដ្ឋមន្ត្រីពិភាក្សាហើយនឹងគាត់ក៏បានចាក់ចេញទៅប៉ុន្តែនៅពេលដែលគាត់ចាក់ចេញទៅហើយក៏មានអ្នកធំផ្សេងទៀតម្នាក់ដែលចូលមកចឹងគាត់នេះគឺជាម្ចាស់មូលនិធិជេលុយធំបានមកដល់ហើយកាំងយូស៊ុបក៏កំពុងតែជួបជាមួយនឹងគាត់ដែរចឹងនៅពេលនេះគាត់កំពុងតែមកជាមួយលេខារបស់គាត់មានគ្នាចំនួន3នាក់ហើយនៅពេលដែលឃើញគាត់ភ្លាមនឹងគឺឃើញថាលោកប្រុសដែលធ្វើរឹកកតើមុននឹងក៏អត់ហ៊ានកកដែរគាត់ក៏បញ្ញាប់ក្រោកឈរទទួលភ្លាមពីព្រោះនេះគឺជាមហាសេដ្ឋីធំហើយយីរ៉ាំងក៏បានក្រោកទៅម្ខាងប៉ុន្តែអ្វីដែលធ្វើគាត់មានការស្លុតខ្លាំងនឹងគឺជាមនុស្សដែលមកឈរចិត្តគាត់នៅពេលនោះដោយសារតែការស្លុតគាត់ក៏បានជ្រុះកាបូបគាត់ភ្លាមហើយគូហូដែលនៅចិត្តនឹងគាត់ក៏បានជួយរើកាបូបឲ្យយីរ៉ាំងដោយការសាមទម្លាប់នៅពេលនោះគាត់ធ្វើដោយការភ្លេចខ្លួនទេហើយលោកតាដែលជាម្ចាស់មូលនិធិនឹងគាត់ក៏បានណែនាំថាគាត់គឺចង់បណ្ដាក់ទុននៅក្នុងគម្រោងនឹងប៉ុន្តែដោយសារតែគាត់អត់លូកលាន់នៅក្នុងចំនួនទៀតទេចឹងគាត់នឹងឲ្យគូហូធ្វើជាអ្នកដំណើររបស់គាត់គូហូគឺជាអ្នកចាត់ចែងគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹងគម្រោងនឹងហើយពាក់ព័ន្ធជាមួយនឹងប្រាក់ដែលគាត់នឹងធ្វើការបណ្ដាក់ទុនបើមានរឿងអីគឺអាចនិយាយជាមួយនឹងគូហូបានហើយយើងគូហូនៅពេលនោះគឺថាអង្គុយយ៉ាងមឹងម៉ាត់តែម្ដងមើលទៅឡើងមានទំនុកចិត្តដែលធ្វើឲ្យយីរ៉ាំងគឺសឹងតែជ្រុះក្របភ្នែកចុះមកហើយក៏មិននឹកស្មានថាគាត់បានជួបគូហូនៅក្នុងពេលនេះទេហើយជួបគូហូនៅក្នុងឋានៈដែលគូហូជាអ្នកធំបែបនេះទៀតគាត់ឡើងសឹងតែស្លាប់នៅក្នុងបន្ទប់នឹងហើយប៉ុន្តែគូហូបែរជានិយាយទៅកាំងយូស៊ុបថាគាត់នឹងធ្វើគ្រប់យ៉ាងឲ្យល្អហើយក៏នឹងណែនាំអ្នកបណ្ដាក់ទុនឲ្យមកបណ្ដាក់ទុននៅក្នុងគម្រោងនឹងឲ្យច្រើនដែរហើយចឹងនៅពេលនោះគាត់សម្លឹងមុខកាំងយូស៊ុបដោយមានន័យជ្រៅតែម្ដងជ្រៅជាងស្រាផែនដីទៀតពីព្រោះគាត់គឺមានគម្រោងថានឹងបំផ្លាញកាំងយូស៊ុបហើយមិនថាប្រើវិធីអីទេគឺគាត់ដឹងតែចាត់ការកាំងយូស៊ុបឲ្យបានហើយចឹងរឿងរាជនីបោកភាគទី11របស់ admin គឺបានបញ្ចប់ហើយចឹងកុំភ្លេចចុច like ចុច subscribe ហើយក៏ចូលមក comment នៅក្រោមវីដេអូរបស់ admin ផងចា៎មានទៅសិនណាកុំនៅ admin ពេលនេះនៅបាយបាយ